បញ្យលតនី clear a certain man ជាភាសាខ្មែរយើងប្រើគុណនាមអង់គ្លេស certain ឬក៏ certain ដើម្បីបញ្ជាក់ថាអ្វីមួយគឺប្រកបជាដោយយើងអាចនិយាយថាបើសិនជាប្រកបពីអ្វីមួយយើងអាចនិយាយថា I am certain ឬក៏ I am certain that she will arrive មានន័យថាខ្ញុំប្រកាសឬក៏ខ្ញុំជឿទុកចិត្តប្រកាសចិត្តថានាងនឹងមកដល់ប៉ុន្តែនៅពេលដែលយើងយកគុណនាមមួយនេះបូកជាមួយនឹងនាមដែលអាចជាមនុស្សឬក៏វត្ថុឬក៏កំណត់ឬក៏សត្វអ្វីមួយយើងចង់មានន័យថារបស់នឹងឬក៏មនុស្សម្នាក់នឹងគឺជាពិសេសឬក៏អ្វីដែលយើងដឹងប៉ុន្តែយើងអត់ចង់បញ្ចេញឈ្មោះប៉ុន្តែយើងអាចប្រើវាដើម្បីសំដៅលើការនិយាយថារបស់នឹងមនុស្សនឹងវាអត់សំខាន់ទៅលើនៅក្នុងសាច់រឿងដែលយើងកំពុងនិយាយប្រាប់គេនោះទេដូច្នេះយើងអាចប្រើពាក្យនេះដើម្បីនិយាយសំដៅលើរបស់ពិសេសឬក៏មនុស្សពិសេសដែលយើងដឹងដែលយើងចង់សំដៅលើឬក៏របស់ឬក៏វត្ថុណាមួយដែលមិនសំខាន់នៅក្នុងសាច់រឿងដែលយើងចង់និយាយឧទាហរណ៍នៅពេលដែលយើងនៅជាមួយមិត្តភក្តិរបស់យើងស្រាប់តែយើងឃើញគេកំពុងមើលទូរស័ព្ទរបស់គេបដាឃើញញឹមបដាតែយើងសួរគេថា why are you smiling at your phone ដើម្បីសួរគេថាហេតុអ្វីបានឯងកំពុងញញឹមពេលមើលទូរស័ព្ទរបស់ឯងទៅគេអាចនឹងឆ្លើយតបថាI'm chatting or I'm texting with a certain person ឬក៏ a certain man មានន័យថាខ្ញុំកំពុងជជែកលេងឬក៏កំពុងផ្ញើសារលេងជាមួយនឹងមនុស្សប្រុសម្នាក់មនុស្សពិសេសមនុស្សប្រុសពិសេសម្នាក់មានន័យថាគាត់សង្ឃឹមរំពឹងថាយើងដឹងដែរថាមនុស្សនឹងជាមនុស្សអ្នកណាឬក៏គាត់ចង់ឲ្យយើងដឹងថាច្បាស់ជាមនុស្សដែលគាត់លួចស្រឡាញ់ឬក៏គាត់ស្រឡាញ់